ចាសួស្តីកូនស្វាគមន៍មកកាន់ការសិក្សាតាមប្រព័ន្ធអនឡាញនៃសាលាអន្តរជាតិអាមេរិកព្រីកចាសជួបជាមួយនឹងអ្នកគ្រូដដែលគឺនៅថ្ងៃពុធ8កើតខែពិសាខឆ្នាំជូតឯកស័កពុទ្ធសករាជ2564ចាសដែលត្រូវនៅថ្ងៃទី29ខែមេសាឆ្នាំ2020ចាសថ្ងៃនេះគឺនឹងសិក្សាអំពីមេរៀនថ្មីចាសគឺមេរៀនទី4ឥទ្ធិពលអាកាសធាតុមកលើកសិកម្មកម្ពុជាចាអញ្ចឹងមេរៀនទី3ចប់ហើយថ្ងៃនេះយើងបន្តទៅមេរៀនទី4ចាជាមេរៀនថ្មីឥទ្ធិពលអាកាសធាតុមកលើកសិកម្មកម្ពុជាចង់ដឹងថាតើអាកាសធាតុមានឥទ្ធិពលអ្វីខ្លះមកលើកសិកម្មកម្ពុជាទៅទស្សនាវីដេអូទាំងអស់គ្នាចាអ្នកគ្រូនឹងធ្វើការអានជូនហើយនឹងបញ្ចូលតែម្ដងចាអាកាសធាតុនៅប្រទេសកម្ពុជាជាអាកាសធាតុត្រូពិកគឺក្តៅហើយសើមព្រោះបានទទួលទឹកភ្លៀងជោគជាំចំនួន6ខែកន្លះឆ្នាំនិងខ្សត់ទឹកភ្លៀង6ខែចាកន្លះឆ្នាំដូចគ្នាប៉ុន្តែមានសំណើមនិងកម្ដៅទាបឬខ្ពស់ទៅតាមភូមិភាគនិងតាមរដូវកន្លែងនេះគឺមានន័យថាប្រទេសកម្ពុជាយើងគឺមានភ្លៀង6ខែតែភាគច្រើនយើងហៅកន្លះឆ្នាំហ្នឹងហើយនឹងរាំងហ្នឹងកន្លះខែសំទោសកន្លះឆ្នាំចឹងមកយើងនិយាយទៅគឺទោះបីជារាំង6ខែក៏អត់ជាបញ្ហាសម្រាប់កម្ពុជាយើងដែរដោយសារតែយើងមានទឹកភ្លៀងគ្រប់គ្រាន់សម្រាប់6ខែចាអញ្ចឹងគឺប្រទេសកម្ពុជាយើងគឺជាប្រទេសដែលមានលក្ខណៈក្តៅហើយសើមចាមិនជាក្តៅពេកទេគឺដោយសារតែយើងមានភ្លៀងធ្លាក់គ្រប់គ្រាន់ចាអញ្ចឹងយើងចូលដល់លេខ1ធំតែម្ដង1ចាកត្តាអាកាសធាតុកត្តានៃអាកាសធាតុសំខាន់មានសីតុណ្ហភាពរបបខ្យល់របបទឹកភ្លៀងនិងសំណើមអាកាសចាប្រសិនបើអ្នកគ្រូសួរថាតើកត្តានៃអាកាសធាតុសំខាន់មានអ្វីខ្លះចង់ឲ្យគ្នាឆ្លើយថាចាមានដូចជាសីតុណ្ហភាពរបបខ្យល់របបទឹកភ្លៀងនិងសំណើមអាកាសចាចង់ដឹងថាចំណុចនីមួយៗមានលក្ខណៈបែបណាជួយទៅសិក្សាទាំងអស់គ្នាអូខេលេខ 1.1 សីតុណ្ហភាពនៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជាសីតុណ្ហភាពជាមធ្យមប្រចាំឆ្នាំមានកម្រិតខ្ពស់គឺ27អង្សាសេសីតុណ្ហភាពខ្ពស់បំផុតដែលគេសង្កេតឃើញនៅភ្នំពេញ40អង្សាសេនៅខែមេសាហើយទាបបំផុតមាន14អង្សាសេនៅខែមករាសីតុណ្ហភាពប្រចាំឆ្នាំនៅប្រទេសកម្ពុជាមិនប្រែប្រួលខ្លាំងទេចន្លោះកម្ដៅរវាងខែក្ដៅបំផុតនិងខែត្រជាក់បំផុតមានតែ 3.8 អង្សាសេចំណែកនៅតំបន់ភ្នំនិងខ្ពង់រាបចន្លោះកម្ដៅប្រែប្រួលរហូតទៅដល់ 4.2 អង្សាសេចាអញ្ចឹងគឺមានន័យថាសីតុណ្ហភាពជាមធ្យមនៅប្រទេសកម្ពុជាយើងគឺមានតែ7អង្សាសេទេចា7អង្សាសេហើយខ្ពស់បំផុតគឺនៅទីក្រុងភ្នំពេញចានេះខ្ពស់បំផុតគឺនៅទីក្រុងភ្នំពេញគឺមានដល់ទៅ40អង្សាសេប៉ុន្តែមានតែនៅក្នុងខែមេសាទេចាគឺមានតែនៅក្នុងខែមេសាទេចំណែកខែមេសាហ្នឹងគឺស្ថិតនៅក្នុងរដូវប្រាំងចាហើយនឹងទាបបំផុតគឺ14អង្សាសេ14អង្សាសេគឺនៅខែមករាចាអញ្ចឹងខែមករាគឺស្ថិតនៅក្នុងខែមករាគឺស្ថិតនៅក្នុងរដូវវស្សាចាស្ថិតក្នុងរដូវវស្សាហើយជាទូទៅគឺការប្រែប្រួលរវាងរដូវក្តៅបំផុតហើយនឹងត្រជាក់បំផុតហ្នឹងគឺអត់ទៅជាខុសត្រូវគ្នាច្រើនទេគឺតែ3.8អង្សាសេទេចាគឺតែ3.8អង្សាសេទេដោយសារតែវាមិនក្តៅពេកចានិយាយទៅប្រទេសកម្ពុជាយើងអត់ទៅក្តៅទេហើយតំបន់ភ្នំហើយនិងតំបន់ខ្ពង់រាបនោះគឺមាន 4.2 អង្សាសេចាទៅដល់ចំណុចមួយទៀតចា 1.2 របបខ្យល់ដែលឆ្លងកាត់ប្រទេសកម្ពុជាយើងមានឈ្មោះថាខ្យល់មូសុងពីខែវិច្ឆិកាដល់ខែមេសាគេឲ្យឈ្មោះថាមូសុងប្រាំងពីខែឧសភាដល់ខែតុលាគេឲ្យឈ្មោះថាមូសុងវស្សាបញ្ជាក់ទៅមេរៀនមុនដដែលគឺនៅមេរៀនមុនដដែលទេគឺខ្យល់ដែលឆ្លងកាត់ប្រទេសកម្ពុជាគឺខ្យល់មូសុងហើយអញ្ចឹងខ្យល់មូសុងហ្នឹងយើងបែងចែកជាពីរគឺមូសុងប្រាំងនិងមូសុងវស្សាមូសុងប្រាំងគឺអត់មានភ្លៀងទេមូសុងវស្សាគឺមានភ្លៀងមានន័យថាខ្យល់នាំមកគឺខ្យល់ស្ងួតចំណែកឯខ្យល់មូសុងវស្សាខ្យល់នាំទឹកភ្លៀងមកចាអញ្ចឹងគឺយើងបានរៀនវគ្គមុនហើយអញ្ចឹងអ្នកគ្រូគិតថាកូនទាំងអស់គ្នាគួរយល់ដែរអូខេចាអញ្ចឹងយើងចូលដល់ 1.3 តែម្ដងរបបទឹកភ្លៀងប្រទេសកម្ពុជាជាប្រទេសសើមទោះទទួលបានកម្ពស់ទឹកភ្លៀងលើសពី1ម៉ែត្រក្នុងមួយឆ្នាំចាអញ្ចឹងលើសពី1ម៉ែត្រក្នុងមួយឆ្នាំកម្ពស់អតិបរមាច
ចាកម្ពស់អតិបរមារហូតដល់252មីលីម៉ែត្រចានៅក្នុងខែតុលាហើយនៅក្នុងខែមករាវិញគឺតែ7មីលីម៉ែត្រទេចាគិតជាអបបរមាចាហើយរបាយទឹកភ្លៀងតាក់ទងទៅនឹងសន្តានដីចាដូចអ្នកគ្រូបានបញ្ជាក់កាលពីមេរៀនមុនចាតំបន់ជួរភ្នំនិងតំបន់ឆ្នេរសមុទ្រទទួលបានទឹកភ្លៀងច្រើនជាងតំបន់ទំនាបកណ្ដាលអញ្ចឹងតំបន់ទំនាបកណ្ដាលគឺជាតំបន់ដែលទទួលបានទឹកភ្លៀងតិចជាងគេហើយតំបន់ជួរភ្នំកវាញហើយនិងតំបន់ឆ្នេរគឺទទួលបានទឹកភ្លៀងច្រើនជាងគេចំណែកឯខ្ពង់រាបគឺមធ្យមចាដែលអ្នកគ្រូបានបញ្ជាក់ឲ្យថាខ្យល់មូសុងហ្នឹងគឺវាទទួលវាផ្ដល់ទឹកភ្លៀងឲ្យយើងមែនប៉ុន្តែគឺស្ថិតនៅលើស្ថានដីដែរអញ្ចឹងខ្យល់មូសុងនៅពេលដែលគាត់បក់មកគឺគាត់តាមតំបន់ខ្លះគឺបានច្រើនតំបន់ខ្លះគឺបានតិចដូចអ្នកគ្រូបានបញ្ជាក់នៅកាលពីមេរៀនទី3មុនអញ្ចឹងណាអូខេឥឡូវយើងចូលដល់ 1.4 ចាសំណើមអាកាសធាតុសំណើមអាកាសធាតុគឺជាប្រភពនៃបាតុភូតឧតុភូតជាច្រើនយ៉ាងដូចជាពពកទឹកភ្លៀងសំណើមក្នុងមួយឆ្នាំសន្សើមអាកាសប្រែប្រួលទៅតាមរដូវរយៈពេលសើមខ្លាំងស្របទឹកតាមទឹកភ្លៀងចាសំទោសស្របតាមទឹកភ្លៀងអតិបរមានៅក្នុងខែតុលាហើយទាបខ្លះនៅរដូវប្រាំងខែមេសាសំណើមអាកាសធាតុគឺទាក់ទងទៅនឹងរបបទឹកភ្លៀងដូចគ្នាចាគឺទាក់ទងគ្នាអញ្ចឹងអាកាសធាតុដែលសើមខ្លាំងចាគឺសំណើមទៅតាមរដូវឧទាហរណ៍ថារដូវមានភ្លៀងធ្លាក់គឺសន្សើមខ្លាំងរដូវដែលគ្មានភ្លៀងធ្លាក់គឺសន្សើមតិចអញ្ចឹងគឺមានន័យថាវាប្រែប្រួលទៅតាមរដូវចាហើយទៀបនោះគឺរដូវប្រាំងព្រោះរដូវប្រាំងគឺរដូវដែលអត់មានភ្លៀងហើយសន្សើមខ្ពស់ចាសើមខ្លាំងគឺនៅខែតុលាគឺភ្លៀងច្រើនចាភ្លៀងច្រើននៅខែតុលាចាតុលានេះគឺស្ថិតនៅក្នុងរដូវវស្សាហើយមេសាហ្នឹងនៅរដូវប្រាំងចាមេសាជារដូវដែលក្តៅជាងគេនៅក្នុងចំណែករដូវប្រាំងចាអរគុណអ្នកគ្រូនឹងបញ្ជាក់ម្ដងទៀតទៅលើកត្តាអាកាសធាតុចាចឹងកត្តាអាកាសធាតុធំចាសំខាន់មានសីតុណ្ហភាពរបបខ្យល់របបទឹកភ្លៀងនិងសំណើមអាកាសចឹងសំណើមអាកាសអាស្រ័យទៅលើរដូវដែលរដូវមានរដូវវស្សាគឺមានសំណើមខ្លាំងរដូវប្រាំងគឺសំណើមតិចហើយសីតុណ្ហភាពដូចយើងដឹងចឹងគឺ27អង្សាសេទេគឺតាមមធ្យមប្រចាំឆ្នាំហើយរបបខ្យល់គឺយើងទទួលបានរបបខ្យល់មូសុងដែលមានមូសុងវស្សានិងមូសុងប្រាំងហើយរបបទឹកភ្លៀងគឺយើងអាស្រ័យទៅលើចាខែនីមួយចារដូវនីមួយឧទាហរណ៍ថារដូវវស្សាគឺមានភ្លៀងធ្លាក់រដូវប្រាំងគឺអត់មានទេហើយភ្លៀងធ្លាក់ខ្លាំងគឺនៅខែតុលាចាអរគុណច្រើនដូចជាមិនមានអ្វីទៀតទេអរគុណសម្រាប់ការទស្សនាវីដេអូនេះជូនពរឲ្យកូនទាំងអស់គ្នាមានសុខភាពល្អសំណាងល្អទាំងអស់គ្នាចាជំរាបលា